ណាសួស្តីបងប្អូនទាំងអស់គ្នានេះជារបៀបសប់កង់ឡាននៅតាមការ៉ាសាំង Total ណាបាទបងប្អូនមុននឹងយើងអាចសប់កង់ឡានឬកង់ម៉ូតូបានយើងត្រូវមើលសញ្ញាដកនិងសញ្ញាបូកអញ្ចឹងណាបងប្អូនហើយរូបមួយទៀតគឺវាមានរូបកង់ឡានសញ្ញាបូកហ្នឹងគឺយើងសម្រាប់តម្លើងលេខដែលយើងចង់បានចំនួនដែលយើងចង់សប់អញ្ចឹងណាហើយលេខដកអាហ្នឹងយើងបធូរបន្ថយមកកម្រិត2ចុចឬក៏ក្រោម2ចុចហ្នឹងទៀតអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលយើងកំណត់ចង់បានចំនួនដែលយើងចង់បានហើយនៅពេលដែលយើងសប់យើងគ្រាន់តែចុចរូបខ្មៅហ្នឹងគឺជារូបកង់ឡានហ្នឹងយើងអាចសប់បានតែម្ដងបងប្អូនហើយមួយវិញទៀតនៅពេលដែលយើងចំណាត់ចំនួនបានហើយយើងទាញខ្សែយកមកដាក់ចូលក្នុងវ៉ាល់កង់ម៉ូតូយើងឬក៏កង់ឡានយើងហើយនៅពេលដែលយើងដាក់ទៅគឺវាចូលខ្យល់ឈិតតែម្ដងហើយនៅពេលដែលខ្យល់យើងគ្រប់ចំនួនវានឹងលោតឬសូតតឹង3ដងអាហ្នឹងជាការស្រេចចាំមើលទៀតវានឹងលោតតឹងឃើញទេបងប្អូនបាទរបៀបសប់កង់ឡានកង់ម៉ូតូនៅការ៉ាសាំង Total មានតែប៉ុណ្្នឹងទេបងប្អូនងាយ